នេះបងប្អូនម្សៅ7ទុំជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាងដែលសម្បូរទៅដោយវីតាមីនសារជាតិចិញ្ចឹមច្រើនប្រភេទជួយដល់រាងកាយហើយក៏ជាគ្រឿងទេសដ៏សំខាន់នៅក្នុងផ្ទះបាយខ្មែរផងដែរដោយមើលឃើញពីគុណប្រយោជន៍ដ៏ច្រើនរបស់អំពិលទើបខ្ញុំបានកែច្នៃជាម្សៅអំពិលដើម្បីងាយស្រួលប្រើប្រាស់ជាងមុនហើយឆ្ងល់ទៀតងាយស្រួលប្រើប្រាស់មិនវិញទៅចាអំពិលធម្មជាតិយើងជាទូទៅគឺពិបាកទុកដាក់បន្តិចងាយខ្មៅងាយខ្មូតស៊ីបើចង់ទុកយូរតើតែឆ្កឹះគ្រាប់ចេញហើយបើសិនជាយើងឆ្កឹះគ្រាប់ចេញហើយយើងត្រូវដាក់វាក្នុងទូទឹកកកដើម្បីកុំឲ្យវាប្រែពណ៌ខ្មៅអញ្ចឹងណាហើយនៅពេលដែលយើងចង់ស្លគឺយើងត្រូវជ្រុំវាហើយត្រូវរង់ចាំវាចេញជាតិប៉ុន្តែបើសិនជាយើងកែច្នៃជាលបាយម្សៅបែបនេះហើយគឺនឹងងាយស្រួលធ្វើម្ហូបជាងមុនស្ទើរអីយើងដាក់បន្តិចចេញជាតិហ្មងហើយកាន់តែងាយស្រួលជាងនឹងទៀតគឺការដឹកជញ្ជូនមានន័យថាបើសិនជាយើងចង់ផ្ញើទៅក្រៅប្រទេសអីវាស្រាលចំណេញគីឡូចំណេញថ្លៃដឹកអំពិលខ្មែរយើងសុខភាពអញ្ចឹងបងប្អូនចង់ដាក់ច្រើនប៉ុន្មានក៏អត់ប៉ះពាល់សុខភាពដែរដោយសារយើងអត់មានដាក់ជាតិរក្សាទុកអត់មានដាក់អាស៊ីតដើម្បីឲ្យកុំឲ្យខ្មូតស៊ីនិយាយទៅយើងគ្រាន់តែសម្ងួតបែបអនាម័យហើយនឹងសុខភាពប៉ុណ្ណោះតែកែច្នៃជាម្សៅអំពិលហើយគឺបងប្អូនអាចទុកបានយូរមែនតើ12ខែទៅ18ខែនៅកន្លែងស្អាតស្ងួតបិទចិត្តចំណុចពិសេសមួយទៀតនោះគឺបងប្អូនកែច្នៃកសិផលទៅតាមរដូវមានន័យថាតើតែដល់ខែដល់រដូវសម្បូរតម្លៃសមរម្យទៅបងប្អូនកែច្នៃអញ្ចឹងផលិតផលបងប្អូនគឺមានកំណត់មានន័យថាបើសិនជាអស់គឺអស់ហើយបងប្អូនអត់ទៅយកអំពិលក្រៅស្រុកយកមកកែច្នៃឡើយអូភ្លេចប្រាប់ខាងបងប្អូនមិនមែនកែច្នៃតែអំពិលទុំទេណាមានច្រើនមុខនិយាយទៅឲ្យតែកសិផលខ្មែរគឺបងប្អូនកែច្នៃទាំងអស់